Bàសូមស្វាគមន៍សាជាថ្មីមកកាន់ Channel UKS បាទសម្រាប់វីដេអូនេះគឺចង់និយាយអំពីប្រធានបទបន្តទៀតទៅលើ How Internet Work ដែលត្រង់ focus ទៅលើចំណុចឧបករណ៍ network ឧបករណ៍បណ្ដាញហៅថា network device ដើម្បីភ្ជាប់បណ្ដាញហ្នឹងយើងមានឧបករណ៍អីខ្លះអញ្ចឹងដូចជាមាន cable ហៅថាខ្សែ switch គឺជាឧបករណ៍មួយដែរសម្រាប់បំបែកភ្ជាប់ទៅកាន់ហោះឬក៏កាន់កុំព្យូទ័រផ្សេងហ្នឹងសម្រាប់ឧបករណ៍បំបែកហើយពេល router ជាប្រភេទនៃឧបករណ៍អ៊ីនធឺណិតដែរមាន modem បន្តទៀតហ្នឹងក៏ជាឧបករណ៍អ៊ីនធឺណិតដែរដែលមួយនោះគឺដូចជា cable យើងមានប្រភេទជា Ethernet RJ45 អញ្ចឹងជាប្រភេទខ្សែហៅថាខ្សែ network យើងធម្មតាហ្នឹងខ្សែ UDP ខ្លះគេហៅ UDP untwisted ហ្នឹងប្រភេទខ្សែមានប្រភេទ coaxial ពពុះខ្មៅមូលមួយទៀត fiber ជាប្រភេទខ្សែfiber optic ណាសរសៃសម្រាប់បញ្ជូនពន្លឺហ្នឹងក៏ជាប្រភេទខ្សែមួយយ៉ាងដើម្បីបញ្ជូនទិន្នន័យភ្ជាប់បណ្ដាញហ្នឹងដែរមួយទៀតឧបករណ៍ switch សម្រាប់បែងចែកកុំព្យូទ័រអីណាអញ្ចឹងយើងដោតចេញពីឧបករណ៍បំបែកហ្នឹងហើយវាមានប្រភេទជា unmanaged និង managed switch អញ្ចឹងបាទវាមាន PoE ជាប្រភេទ switch ដែល port វា connect ទៅវាមាន power នៅក្នុងហ្នឹងហ្មងអញ្ចឹងតែយើងមិនចាំបាច់ដោត power អីទៀតទេដូចជាភាគច្រើនគេប្រើទៅលើជាមួយនឹង switch camera PoE switch power over Ethernet switch មាន layer 2 layer 3 switch អីបន្ថែមទៀតអញ្ចឹងសម្រាប់ switch ខ្លះវា run ទៅ VLAN អញ្ចឹង virtual LAN សម្រាប់ VLAN មួយហ្នឹងរត់នៅលើ switch ហ្នឹងតែមួយទៀតប្រភេទ switch layer 3ហៅថាវាអាចរត់ជាមាន IP មានអីនៅលើហ្នឹងអាចថាដើរតួនាទីជា router បានដែរអញ្ចឹងដែលខាងក្រោមហ្នឹងគឺប្រភេទ router បានជាឧបករណ៍បណ្ដាញដែរដែលសម្រាប់ភ្ជាប់បាទអ្នកបរកផ្លូវសម្រាប់កំណត់គោលការណ៍រកផ្លូវឲ្យអ៊ីនធឺណិតហ្នឹងគឺហៅថាឧបករណ៍ router ហ្នឹងហើយអញ្ចឹងវាមានប្រភេទតាំងពី wire ខ្សែ router ខ្លះមានតែសម្រាប់ connect ខ្សែអញ្ចឹងទៅអត់មាន Wi-Fi អញ្ចឹងណាអត់មាន wireless ទេហើយមានប្រភេទ wireless router អញ្ចឹងបន្ទាប់ហ្នឹងមាន core router បានជាប្រភេទ Snow Edge router អាចថា router ដាក់សម្រាប់ connect ទៅតាម POP ដែរសម្រាប់ភ្ជាប់ទៅក្បែរភ្ញៀវអញ្ចឹងទៅជាប្រភេទ mobile router បាទចល័តជា virtual ជានិមិត្ត router មានប្រភេទជា VPN router អញ្ចឹង virtual private network ទៀតជា modem ជាប្រភេទឧបករណ៍សម្រាប់ភ្ជាប់អ៊ីនធឺណិតដែរយើងដាក់នៅតាមផ្ទះ modem មានពីជំនាន់ដើមគេមានជា dial up ណា dial up modem dial up ទូចបានថាទាប speed វាទាបតែ1មេ2មេអីហ្នឹងជំនាន់ដើមមុនមកវាមានជាប្រភេទ DSL modem ហ្នឹងសម្រាប់ភ្ជាប់មួយខ្សែទូរស័ព្ទ
ពេទ្យ ADSL DSL ឯណាហ្នឹងពីដើមលោឡើងសុំមានហើយគេភ្ជាប់តា ONT នេះ ONT fiber ណានឹងប្រើជាខ្សែ fiber optic ហ្នឹងសិស្សប្រភេទ modem ដើម្បីតួនាទីវាគឺ convert signal ពីតន្ន័យសម្រាប់ពីបញ្ជូនconvert ពីanalog ហ្នឹងមកជាតន្ន័យ data ហ្នឹងអញ្ចឹងក្នុងប្រភេទ modem វាឧបករណ៍ទាំងអស់ហ្នឹងវាចាំបាច់មានឧបករណ៍ផ្សេងទៀតណាប៉ុន្តែហ្នឹងវាចាំបាច់វាមានតាំងពី hub មានអីផ្សេងទៀតប៉ុន្តែហ្នឹងលើកមកប៉ុណ្ណឹងគឺវាចាំបាច់សម្រាប់ប្រើដើម្បីដំណើរការក្នុងប្រព័ន្ធដើម្បី connect គ្នាទៅវិញទៅមកហ្នឹងគឺយើងចាំបាច់ត្រូវមានឧបករណ៍បណ្ដាញទាំងអស់ហ្នឹងអញ្ចឹងបើមានចម្ងល់អាច comment ខាងក្រោមបានហើយបើមានជាសំណួរអាចត្រាប់នៅក្នុង comment ហ្នឹងដែរអញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះនៅក្នុង Channel UKHS នេះបាទសូមអរគុណសូមជម្រាបលាកុំភ្លេច Subscribe ដើម្បីភ្ជាប់នៅវីដេអូទទួលបានវីដេអូថ្មីពី Channel អរគុណ